ក្រសួងអប់រំនឹងប្រកាសដាក់ឲ្យប្រើប្រាស់ភាសាចារ៉ៃក្នុងកម្មវិធីអប់រំពហុភាសានេះចុងខែមករាឆ្នាំ2026នេះដែលមានការគាំទ្រពីរាជរដ្ឋាភិបាលយ៉ាងពេញលេញនិងអង្គការសមាគមជាច្រើនក្រសួងអប់រំយុវជននិងកីឡានឹងប្រកាសដាក់ឲ្យប្រើប្រាស់ភាសាចារ៉ៃនៅក្នុងកម្មវិធីអប់រំពហុភាសានាថ្ងៃទី27ខែមករាឆ្នាំ2026ខាងមុខនេះនៅខេត្តរតនគិរីក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យហងជួននរុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបើតាមសេចក្តីប្រកាសចុះថ្ងៃទី22ខែមករាឆ្នាំ2026ក្រសួងអប់រំបានបញ្ជាក់ថាក្រសួងបានអនុវត្តកម្មវិធីអប់រំពហុភាសាចាប់តាំងពីឆ្នាំ2003តាមរយៈកម្មវិធីអក្ខរកម្មពហុភាសាឬកម្មវិធីអក្ខរកម្មពីរភាសាសម្រាប់ការអប់រំក្រៅប្រព័ន្ធនិងកម្មវិធីអប់រំពហុភាសាឬកម្មវិធីអប់រំពីរភាសាសម្រាប់ការអប់រំក្នុងប្រព័ន្ធយ៉ាងណាមិញកម្មវិធីពហុភាសាបាននឹងកំពុងផ្ដល់ការអប់រំដល់កុមារមកពីសមាគមជនជាតិដើមភាគតិចប្រមាណ7500នាក់ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់ថ្នាក់ទី3និងបានផ្ដល់ឱកាសការងារដល់ជនជាតិដើមភាគតិចធ្វើការជាគ្រូបង្រៀនប្រមាណ400នាក់ជារៀងរាល់ឆ្នាំនៅតាមសាលារៀនគោលដៅក្នុងខេត្តរតនគិរីស្ទឹងត្រែងក្រចេះមណ្ឌលគិរីនិងខេត្តព្រះវិហារមិនត្រឹមតែប៉ុណ្ណោះកម្មវិធីអប់រំពហុភាសានេះមានការគាំទ្រពីរាជរដ្ឋាភិបាលយ៉ាងពេញលេញហើយក៏មានការចូលរួមគាំទ្រពីមូលនិធិអង្គការ UNICEF មូលនិធិភាពជាដៃគូសម្រាប់ពង្រឹងសមត្ថភាពវិស័យអប់រំសហភាពអឺរ៉ុបអង្គការ EDA Action អង្គការសហការគ្រប់ជ្រុងជ្រោយដើម្បីកម្ពុជាឬ ICC អង្គការ CARE កម្ពុជាអង្គការ NTFP អង្គការ Plan អន្តរជាតិរួមទាំងដៃគូអភិវឌ្ឍន៍និងសមាគមមួយចំនួនទៀតដែលបាននឹងកំពុងធ្វើការងារជាមួយសមាគមជនជាតិដើមភាគតិចនៅកម្ពុជាដើម្បីគាំទ្រការអនុវត្តកម្មវិធីអប់រំពហុភាសាប្រកបដោយប្រសិទ្ធភាពក្រសួងបានរៀបចំយន្តការនិងក្របខ័ណ្ឌកិត្តិយសមួយចំនួនរួមមានការចងក្រងប្រព័ន្ធអក្ខរក្រមភាសាកំណើតជនជាតិដើមភាគតិចទំពូនក្រឹងព្រៅកាវ៉ែតភ្នងនិងចារ៉ៃដោយយកប្រព័ន្ធអក្ខរក្រមភាសាខ្មែរធ្វើជាគោលផែនការសកម្មភាពអប់រំពហុភាសាឆ្នាំ2024-2028កម្មវិធីសិក្សាសៀវភៅសិក្សានិងសម្ភារៈសិក្សាដែលផ្សារភ្ជាប់ទៅនឹងវប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់របស់សមាគមជនជាតិដើមភាគតិចទន្ទឹមគ្នានេះក្រសួងបានដាក់បញ្ចូលកម្មវិធីអប់រំពហុភាសាក្នុងកម្មវិធីបណ្ដុះបណ្ដាលគ្រូនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគឦសានខេត្តស្ទឹងត្រែងសាលាគរុកោសល្យនិងវិក្រិតការខេត្តក្រចេះនិងសាលាគរុកោសល្យនិងវិក្រិតការខេត្តព្រះវិហារជាពិសេសបានរៀបចំនិងបកប្រែសៀវភៅសិក្សាសម្ភារៈសិក្សាជាភាសាចារ៉ៃសម្រាប់អនុវត្តក្នុងកម្មវិធីអប់រំពហុភាសាបន្ថែមទៀតព្រមទាំងបានដាក់ឲ្យអនុវត្តសាកល្បងនៅសាលារៀនបឋមសិក្សាចំនួន7ក្នុងស្រុកអូយ៉ាដាវនិងអណ្ដូងមាសនៃខេត្តរតនគិរីទន្ទឹមគ្នានេះក្រសួងអប់រំបានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការគាំទ្រនិងចូលរួមនិងជំរុញឲ្យការអនុវត្តកម្មវិធីអប់រំពហុភាសាទទួលបានលទ្ធផលល្អជាពិសេសបានចូលរួមថែរក្សាភាសាកំណើតប្រពៃណីនិងទំនៀមទម្លាប់របស់សមាគមជនជាតិដើមភាគតិចបានយ៉ាងល្អប្រសើរ